ចាថ្ងៃនេះខ្ញុំចង់ចេញជាវីដេអូមួយក៏ដូចជាសារដាស់តឿនជាពិសេសគឺចំពោះបងស្រីដែលគាត់ធ្វើតែទឹកនោមទៅលោតពីកម្មបញ្ជាក់ថាគាត់មានកូនហើយការរាប់អាយុកូនរបស់គាត់ហ្នឹងគឺគាត់រាប់ពេលដែលគាត់មករដូវខែមុនរហូតដល់ពេលដែលគាត់តែទឹកនោមហ្នឹងហើយគាត់អត់ព្រមទៅអេកូទេម្យ៉ាងទៀតគាត់អត់ចង់ទុកកូនហ្នឹងគាត់ចង់រំលូតកូនអីចឹងទៅគាត់ចង់យកកូនចេញអញ្ចឹងគាត់ក៏ទៅទិញថ្នាំនៅតាម pharmacy ខ្ញុំមិនដឹងថាតាម pharmacy ហ្នឹងគាត់ជាគ្រូពេទ្យលក់ពិតប្រាកដឬក៏បែបណាទេប៉ុន្តែក្នុងនាមខ្ញុំជាអសតការីមួយរូបឲ្យតែភ្ញៀវគាត់មករកទិញថ្នាំរំលូតគឺខ្ញុំទាមមើលกระดาษអេកូឲ្យបងទាំងអស់គ្នាមូលហេតុអីបាទខ្ញុំទាមមើលกระดาษអេកូការអេកូហ្នឹងគឺសំខាន់មែនតើបងមុននឹងប្រើថ្នាំរំលូតការអេកូគឺដឹងពីអាយុកូនច្បាស់លាស់ជាមួយនឹងទីតាំងកូនថាកូនហ្នឹងអាយុប្រហែលសប្តាហ៍ហើយកូនហ្នឹងចូលទៅក្នុងស្បូនឬនៅព្រោះថ្នាំរំលូតហ្នឹងបើក្នុងករណីកូនក្រៅស្បូនឬក៏អត់ទាន់ដឹងពីអាយុកូនច្បាស់លាស់កូនអត់ទាន់ចូលទៅក្នុងស្បូនទេកូននៅត្រឹមតែដៃស្បូនគឺប្រើបានទេបងប្រើទៅគឺគ្រោះថ្នាក់ហ្មងប្រើទៅមានន័យថាធ្លាក់ឈាមរហូតព្រោះធម្មតាកូននៅក្រៅស្បូនគឺមានការលូតលាស់ទេហើយកន្លែងដៃស្បូនហ្នឹងក៏វាអត់យឺតដែរគឺវាក្បៀតអញ្ចឹងនៅពេលដែលយើងប្រើថ្នាំទៅសួរថាកូននឹងធ្លាក់មកអត់គឺអត់ធ្លាក់ទេបងគឺធ្លាក់តែឈាមហ្នឹងហើយពេលខ្លះវាអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតបើក្នុងករណីយើងទៅទិញថ្នាំយកមកប្រើប្រាស់តែអត់មានការពិភាក្សាជាមួយនឹងគ្រូពេទ្យត្រឹមត្រូវហើយសួរថាបើក្នុងករណីកូនគាត់នៅក្រៅស្បូនគាត់ប្រើទៅមានគ្រោះថ្នាក់អ្នកណាគេទទួលខុសត្រូវជាមួយគាត់ហើយគាត់នឹងត្រូវធ្វើបែបណាអញ្ចឹងមិនថាមុននេះខ្ញុំមានបងស្រីម្នាក់ដែលគាត់ទៅទិញថ្នាំរំលូតហ្នឹងពីគ្រូពេទ្យតាម pharmacy ហើយខ្ញុំអត់ដឹងថាទិញនៅ pharmacy មួយណាទេខ្ញុំអត់ដឹងដូចគ្នាតែគ្រាន់តែគាត់ចង់និយាយថាគាត់មានការធ្លាក់ឈាមអីចឹងទៅបែបណាដល់ពេលខ្ញុំសួរនាំពីគាត់ថាគាត់បានទៅអេកូទេគ្រាន់តែទឹកនោមទៅឃើញពីកម្មគាត់ទិញថ្នាំរំលូតហ្មងបងត្រូវដឹងថាថ្នាំរំលូតកូនបងមិនមែនប៉ារ៉ាសេតាមុលដែលអាចមកទិញជាប្រភេទ OTC ទិញហើយយកទៅប្រើលេបធម្មតាបានទេនិយាយរួមទៅគឺហានិភ័យគ្រោះថ្នាក់មែនតើជាពិសេសបងដែលគាត់ហ៊ានប្រើហ្នឹងខ្ញុំសរសើរគាត់ហ្មងហើយបើសរសើរមួយទៀតហ្មងគ្រូប៉ែដែលឲ្យថ្នាំហ្នឹងមកហ្មងនិយាយរួមទៅខ្ញុំក៏ធ្លាប់ទៅសាឡបងដែរគឺខ្ញុំទៅទិញហ្មងខ្ញុំទៅដល់ខ្ញុំថាបងខ្ញុំចង់ទិញថ្នាំលូតកូនគឺគាត់លក់ឲ្យហ្មងហើយគាត់គាត់សួរថាដឹងការប្រើប្រាស់អត់តែប៉ុណ្្នឹងទេគាត់មិនដឹងថាខ្ញុំនឹងអ្នកតងន់ឬក៏ពីណាអ្នកតងន់ទេគឺគាត់លក់ឲ្យហ្មងចូលទៅទិញអីក៏គាត់លក់ឲ្យដែរជាពិសេសគឺថ្នាំលូតហ្នឹងហ្មងខ្ញុំមិនដឹងថាគាត់ដឹងពីការណែនាំពីថ្នាំហ្នឹងច្បាស់ឬក៏អត់ហើយខ្ញុំលក់ថ្នាំលូតឬក៏ឈុតថ្នាំលូតនេះខ្ញុំលក់ច្រើនឆ្នាំហើយបងហើយគ្រប់ភ្ញៀវរបស់ខ្ញុំទាំងអស់គឺមានកระดาษអេកូទាំងអស់ហើយសួរថាដែលមានបញ្ហាអត់គឺមានបញ្ហាអីទេដោយសារមុននឹងខ្ញុំឲ្យថ្នាំទៅអ្នកជំងឺគឺខ្ញុំបានមើលกระดาษអេកូខ្ញុំបានដឹងពីស្ថានភាពគាត់ហើយខ្ញុំដឹងថាពីណាគេអ្នកទងន់គឺអ្នកជំងឺខ្ញុំគឺគាត់ថតกระดาษអេកូមកបងមិនថាទិញតាមអនឡាញឬក៏ទិញផ្ទាល់ទេគឺសិតតែមានកระดาษអេកូទាំងអស់បងដែលគាត់ធ្លាប់ទិញខ្ញុំគឺគាត់ដឹងហើយថាខ្ញុំទាមទារกระดาษអេកូជាចាំបាច់អត់មានកระดาษអេកូចង់ឲ្យតម្លៃថ្នាំខ្ញុំមិនក៏ខ្ញុំអត់លក់ដែរគឺខ្ញុំត្រូវការមើលกระดาษអេកូអត់กระดาษអេកូអត់លក់ជូនទេចង់គាត់ទៅទិញដល់ណាក៏ទិញទៅខ្ញុំអត់ដឹងទេព្រោះខ្ញុំធ្វើទាំងអស់ហ្នឹងគឺខ្ញុំគិតពីសុខភាពរបស់គាត់ចាំបានថាវីដេអូនេះរៀងវែងតិចហើយប៉ុន្តែខ្ញុំចង់ដាស់តឿនក៏ដូចជាទាំងគ្រូពេទ្យផងចាហើយជាពិសេសគឺអ្នកជំងឺអ្នកដែលគាត់ចង់យកកូនចេញឬក៏មលូតកូនហ្នឹងណាសូមបងទៅអេកូសិនទៅបងគិតថាអស់លុយច្រើនណាទៅអេកូមកតង់ឲ្យទិញថ្នាំទៀតតែបងត្រូវគិតពីជីវិតខ្លួនឯងអាយុជីវិតយើងអត់មានអីទិញបានទេបងអញ្ចឹងការមលូតកូននេះមិនមែនជារឿងតូចតាចមិនមែនជារឿងធម្មតាដែលគិតថាយើងបានប្រព្រឹត្តហើយយើងមានកូនហើយយើងទិញថ្នាំយកមកលេបធ្វើដូចយើងឈឺក្បាលទិញថ្នាំប៉ារ៉ាយកមកលេបចឹងបងអើយខ្ញុំនិយាយមែនខ្ញុំជួបករណីអ្នកជំងឺបែបហ្នឹងគឺច្រើនណាស់ហើយឲ្យតែខ្ញុំស្ដាប់វយហើយខ្ញុំរត់តែបធោទេដោយសារតែខ្ញុំគិតដល់ថាមិនក៏គាត់ហ៊ានទិញយកមកប្រើអញ្ចឹងលោកអើយមលូតកូនណាបងមិនមែនផ្ដាសាយឈឺក្បាលទេដែលយកមកលេបហើយស្រួលគិតថាស្រួលបែបហ្នឹងហើយនៅក្នុងវីដេអូនេះក៏ខ្ញុំចង់ដឹងពីគ្រូពេទ្យដែលគាត់បើក pharmacy ដូចគ្នាគ្រូពេទ្យណាខ្លះដែលអ្នកជំងឺដែលគាត់ទៅទិញថ្នាំរំលូតហើយគាត់ទាមទារមើលกระดาษអេកូដូចខ្ញុំចាំជួយចូល comment ផងហើយបើចំពោះគ្រូពេទ្យដែលគាត់បើក pharmacy ហើយគាត់មករកទិញថ្នាំលូតទៅហើយអត់ព្រមមើលกระดาษអេកូឬក៏អត់ព្រមសួរនាំពីគាត់ច្បាស់ទេសូមកែប្រែទាំងអស់គ្នាខ្ញុំនិយាយមែនកែប្រែទៅបងហើយមិនមែនថាខ្ញុំជាគ្រូពេទ្យម្នាក់ដែលល្អដែលយល់ពីអ្នកជំងឺមិនមែនទេនៅក្នុងกระดาษហ្នឹងគឺគេណែនាំត្រឹមត្រូវណាមុននឹងយើងលក់ថ្នាំអីមួយយើងត្រូវដឹងពីថ្នាំហ្នឹងឲ្យច្បាស់ហើយដឹងពីការណែនាំក៏ដូចជាគោលការណ៍របស់គេថាមុននឹងប្រើហ្នឹងត្រូវបែបណា